nơi tí bom phót về địa con tốt Campuchia tiếng đọc làm bày rút bàn trở lóp một choán tật đầy cầm nát nâng chuột chôm krong cửu xá vinh hơi. Bật chia rung phớp ớt Obama cài rong chăm om rồi hát sập rằm ngày tí bom phót vô thiệt thái prom prokol về địa con tốt Campuchia tiếng đọc làm bày rút một áo Campuchia vinh hơi tam cho on tra chít prom khát bài lần. Nơiประថ្ងៃទី31ខែធ្នូឆ្នាំ2025នេះវរៈកងទ័ពកម្ពុជាទាំង18រូបត្រូវបានយោធាថៃបញ្ជូនត្រឡប់និងប្រគល់មកឲ្យភាគីកម្ពុជាវិញហើយតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិព្រំផាកាតខេត្តបៃលិនប្រទេសកម្ពុជាទល់នឹងខេត្តចន្ទបុរីប្រទេសថៃដោយការប្រគល់និងទទួលវរៈកងទ័ពទាំង18រូបត្រូវបានសម្របសម្រួលដោយមន្ត្រីនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិសូមជម្រាបជូនថាគិតមកដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី155ហើយដែលវរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួនពីសំណាក់យោធាថៃកាលពីព្រឹកថ្ងៃទី29ខែកក្កដាឆ្នាំ2025កន្លងទៅពលគឺក្រោយបទជប់បាញ់28កក្កដា2025ចូលជាធរមានបានតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលនៃការដោះលែងយោធិនកម្ពុជាទាំង18រូបក្រសួងការបរទេសថៃបានអះអាងថាការដោះលែងត្រូវបានធ្វើឡើងបន្ទាប់ពីមានការចរចារវាងក្រសួងការពារជាតិប្រទេសទាំងពីរនិងមានការចេញបទបញ្ជាហាមឃាត់ការបង្ហោះដ្រូននៅតាមព្រំដែនសូមជម្រាបជូនថាយោងតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃ GBC បានកំណត់ថាក្រោយបទជប់បាញ់27ធ្នូ2025ត្រូវបានអនុវត្តយ៉ាងពេញលេញរយៈពេល72ម៉ោងពោលគឺក្រោយម៉ោង12ថ្ងៃត្រង់ថ្ងៃទី30ខែធ្នូឆ្នាំ2025ម្សិលមិញតម្រូវឲ្យភាគីថៃត្រូវដោះលែងយោធិនកម្ពុជា18រូបត្រឡប់មកកម្ពុជាវិញប៉ុន្តែការដោះលែងត្រូវបានពន្យាពេលសារជាថ្មីដោយសារតែភាគីថៃទាំងក្រសួងការពារជាតិទាំងក្រសួងការបរទេសថៃសិតតែសំអាងលេះដូចគ្នាថាយោធារបស់ខ្លួនបានកត់ត្រាពីការបង្ហោះដ្រូនចូលដែនអាកាសថៃចំនួន250គ្រឿងពីសំណាក់យោធាកម្ពុជាយ៉ាងណាមិញការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់ថៃត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិនិងរដ្ឋមន្ត្រីការបរទេសកម្ពុជាចេញមុខបដិសេធច្រានចោលយ៉ាងដាច់អហង្ការដោយធានាអះអាងថាកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់ជាទីបំផុតនៅគ្រប់ចំណុចនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ដើម្បីធានាឲ្យបាននូវការអនុវត្តបទជប់បាញ់យ៉ាងមានប្រសិទ្ធភាពនិងយូរអង្វែងហើយដើម្បីបង្ហាញពីឆន្ទៈស្មោះត្រង់កាលពីថ្ងៃទី30ខែធ្នូក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីណែនាំដោយហាមឃាត់ដាច់ខាតនៅការប្រើប្រាស់និងបង្ហោះដ្រូនគ្រប់ប្រភេទនៅទូទាំងប្រទេសជាពិសេសតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃទាំងអស់គូកត់សម្គាល់ដែរថាទម្រាំតែភាគីថៃព្រមប្រគល់វរៈកងទ័ពទាំង18រូបមកឲ្យកម្ពុជាវិញគឺថៃធ្លាប់បានប្រែក្រឡាសម្ដីនិងលើកពេលម្ដងហើយម្ដងទៀតជាច្រើនលើកជាច្រើនសារជាពិសេសថៃមិនព្រមអនុវត្តតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ26ដុល្លារត្រង់កថាខណ្ឌទី5ដែលបានគូបញ្ជាក់ថាភាគីថៃត្រូវដោះលែងយោធិនទាំង18នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់ប៉ុន្តែថៃមិនត្រឹមតែមិនព្រមប្រគល់ទាហានទេថែមទាំងបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាយ៉ាងកំរោលដោយបំពានទាំងបទជប់បាញ់28កក្កដាទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ26ដុល្លារហើយបានចាប់ផ្ដើមការវាយប្រហារចាប់ពីរុស្ស៊ីថ្ងៃទី7ខែធ្នូឆ្នាំ2025មកទល់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025ទើបជប់បាញ់បន្ទាប់ពីមានកិច្ចព្រមព្រៀងជប់បាញ់សារជាថ្មីដែលចាប់ពីម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025ចំពោះព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធទៅនឹងវរៈកងទ័ពទាំង18រូបមានស្ថានភាពយ៉ាងណាទៀតនោះខ្ញុំបាទនឹងធ្វើបច្ចុប្បន្នភាពបន្តបន្ទាប់ជូនលោកអ្នកខ្ញុំបាទណារ៉ាពីកម្មវិធី60